អត្ថបទស្ដាប់ថ្នាក់ទី7រឿងបងប្អូនពីរនាក់ក្នុងមេរៀនទី1កាលពីយូរលង់ណាស់មកហើយមានបងប្អូនពីរនាក់ស្រឡាញ់គ្នាណាស់ពុំដែលឆ្លោះទាស់ទែងគ្នាឡើយកាលណាបងប្រព្រឹត្តខុសអ្វីមួយប្អូនរំលឹកបងស្ដាប់និងធ្វើតាមដោយរីករាយចំណែកប្អូនក៏ដូច្នោះដែរនៅពេលមួយនោះប្រទេសជាតិមានសង្គ្រាមនៅព្រំដែនបុរសបងក៏ត្រូវទៅបំពេញកាតព្វកិច្ចការពារជាតិពេលបងចេញទៅមិនទាន់បានប៉ុន្មានថ្ងៃផងដោយសេចក្តីនឹករលឹកបងខ្លាំងពេកបុរសប្អូនក៏លួចរត់ទៅរកបងនៅឯសមរភូមិទៅដល់សមរភូមិបុរសប្អូនឃើញបងកំពុងគ្រវីដាវកាប់សត្រូវយ៉ាងអង់អាចជាមួយយុទ្ធជនដទៃទៀតប៉ុន្តែដោយកងទ័ពសត្រូវមានគ្នាច្រើនក៏ឡោមព័ទ្ធបុរសបងនិងយុទ្ធជនដទៃទៀតជាប់បុរសប្អូនឃើញគ្រោះអាសន្នដល់បងប្រុសក៏គិតក្នុងចិត្តពេលនេះគ្រាអាសន្នដល់ជីវិតបងប្រុសអញពុំខានឡើយគាត់មានប្រពន្ធមានកូនតូចៗច្រើននាក់ប្រសិនបើគាត់ស្លាប់ទៅក្មួយរបស់អញនឹងកំព្រាឪពុកចំណែកអញខ្លួនមួយមិនអីទេស្លាប់ក៏ស្លាប់ទៅចុះហើយក៏ចាត់ទុកជាការលះបង់ដើម្បីជនរួមឈាមនិងប្រទេសជាតិអញផងដែរគិតដូច្នោះហើយបុរសប្អូនក៏កន្ត្រាក់ដាវពីខ្មោចទ័ពសត្រូវស្ទុះចូលទៅជួយបងប្រុសហើយស្រែកថាសូមបងប្រុសរត់យកទៅរួចខ្លួនសិនចុះទុកឲ្យខ្ញុំជាអ្នកទប់ទល់ជាមួយនឹងសត្រូវបុរសបងមិនដាច់ចិត្តដកខ្លួនថយចោលប្អូននិងយុទ្ធជនដទៃទៀតឡើយជាភពល្អទ័ពជំនួយក៏មកដល់សត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយវិនាសអន្តរាយអស់ពីមាតុភូមិនាពេលនោះទៅដកស្រង់ពីសៀវភៅរឿងនិទានរបស់ក្រសួងអប់រំឆ្នាំ1982